រៀនអានកំណាព្យសិល5សិល5ចងចាំកិច្ចដែលរក្សា1មិនប្រហារជីវិតមនុស្សសត្វទី2មិនលួចប្លន់ទ្រព្យសម្បត្តិទី3មិនស្កាត់អុកខុសក្នុងកាមទី4មិនពោលនៅពាក្យកុហកទី5មិនវក់នឹងគ្រឿងញៀនញ៉ាមសុរាមេរ័យដែលព្រះទ្រង់ហាមតាមព្រះបំរាមទើបពេញជាមនុស្សដោយឧបាសកគុយសុធនដំណាំត្រូវភ្លៀងស្រដៀងធัวល្អជីវិតអ្នកភ្នំជំរុំកម្មករព្យាយាមដំថ្មលុយកកម្រៃប្រៀបដោយកណ្ឌីព្យាយាមរាល់ថ្ងៃញាប់ទាំងជើងដៃ4ដំបូកថ្មីជីវិតអ្នកស្រែអាស្រ័យលើទឹកខំទាំងល្ងាចព្រឹកលើកភ្លឺទប់ដីប្រៀបដូចស្រមោចខំរកចំណីវស្សាឆ្នាំថ្មីមិនភ័យអត់ឃ្លានជីវិតត្រួសធัวវឹកវរឥតន័យពុំដែលគិតអ្វីអំពីសិលទានប្រៀបដូចបាក់សីជួបនុយលុបព្រានសប្បាយបំពេញគ្មានគិតរឿងខ្សែជីវិតមានធัวល្អជាប្រចាំប្រៀបដូចដំណាំត្រូវភ្លៀងរាល់ថ្ងៃត្រួយស្លឹករិចស្រស់គ្មានធូលីដីរឿងចាស់រឿងថ្មីអ្នកផងចូលចិត្តពោលតែពាក្យពិតពាក្យដែលត្រូវធ្វើដោយឈើផ្កាច្រើនចម្រើនផ្លែពិតអ្នកផងពងជួបទោះនៅឆ្ងាយចិត្តរាប់រកជាមិត្តដោយចិត្តជ្រះថ្លាបានជួបម្ដងរីករាយសប្បាយទុកសោករសាយធូរពីកាយាដោយបានឱសថដែលចិត្តប្រាថ្នាព្យាបាលរោគាជាយូរមកហើយដោយឧបាសកគុយសុធនដកស្រង់ចេញពីសិភៅប្រជុំកំណាព្យ101សាបទានាងធម្មទានាងជានិតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា